ជំរាបសួរបងប្អូនទាំងអស់នាងខ្ញុំផាណាថ្ងៃនេះមានប្រធានបទមួយមកចែករំលែកជូនបងប្អូនស្ដីពីការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតឲ្យប្រកបអាជីវកម្មសាងសង់ផ្នែកសាងសង់ឬរុះរើសម្រាប់ក្រុមហ៊ុនចំពោះឯកសារតម្រូវគឺមានឯកសារពាក់ព័ន្ធនឹងក្រុមហ៊ុន1ពាក្យស្នើសុំវិញ្ញាបនបត្រអនុញ្ញាតឲ្យប្រកបអាជីវកម្មសាងសង់2វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម3ប័ណ្ណបតង់ឆ្នាំចុងក្រោយចំពោះឯកសារពាក់ព័ន្ធនឹងអភិបាលក្រុមហ៊ុន1អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬលិខិតឆ្លងដែនឬលិខិតឆ្លងដែននិងទឹកតការ2លិខិតប្រកល់សិទ្ធិដែលបញ្ជាក់ពីភាពស្របច្បាប់របស់ភ្នាក់ងារតំណាងក្នុងករណីក្រុមហ៊ុនបង្កើតឡើងក្រោមច្បាប់នៃប្រទេសដទៃចំពោះឯកសារពាក់ព័ន្ធនឹងនយោបាយបច្ចេកទេស1អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬលិខិតឆ្លងដែន2សញ្ញាបត្រជំនាញវិស្វករសំណង់ស៊ីវិលឬវិស្វករសំណង់អគារដែលមានបទពិសោធន៍3បានការងារក្នុងករណីសញ្ជាតិបរទេស4ឯកសារបញ្ជាក់សិទ្ធិស្នាក់នៅក្នុងរយៈពេលវែងនៅក្នុងប្រជារាជាកម្ពុជាក្នុងករណីសញ្ជាតិបរទេសចំពោះឯកសារពាក់ព័ន្ធនឹងអ្នកបច្ចេកទេស1អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬលិខិតឆ្លងដែន2សញ្ញាបត្រជំនាញវិស្វករសំណង់ស៊ីវិលនិងឬវិស្វករសំណង់អគារដែលមានបទពិសោធន៍សញ្ញាបត្រជំនាញវិស្វករមេកានិកនិងឬវិស្វករអគ្គិសនីដែលមានបទពិសោធន៍ព័ត៌មានលម្អិតបងប្អូនអញ្ជើញមកក្រុមហ៊ុន Dynamic Accounting Service ហៅកាត់ DS ឬជួយចុច like ឬ comment នៅខាងក្រោមសូមអរគុណ